បើសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់និយាយពី standard hook នៅក្នុង API code ក៏ដូចជាការយកទៅអនុវត្តជាក់ស្ដែងតើប្រវែងដែលយើងពុតដៃនេះយើងយក 12dB នៃមានថា12ដងនៃកត់ចិត្តឬក៏យកប្រមាណឲ្យត្រឹមត្រូវឥឡូវយើងទៅលម្អិតនៅក្នុង code របស់គ្នាអញ្ចឹងនៅក្នុងនេះខ្ញុំលើកយកចេញពីសៀវភៅ API manual detailing នៅកន្លែងនេះគឺយើងនិយាយទាក់ទងទៅនឹងការពុតដៃ hook standard hook បងប្អូនគ្នាអាចទៅមើលនៅក្នុង code សៀវភៅឲ្យតែប្រភេទ API គឺគេ state ដូចគ្នាទេនេះគឺខ្ញុំដកស្រង់ចេញពី API manual detailing ជាវាដូចគ្នាទេយើងនឹងមើលដៃលេខ3ដល់លេខ18អញ្ចឹងលេខ3ហ្នឹងប្រហែលជាដៃ10លីវាប្រហែលគ្នា9.5 មីលីម៉ែត្រហ្នឹងវាអាចប្រហែលហ្នឹងអញ្ចឹងវាប្រហែលទៅនឹងដៃ10លីនៃដៃនៅក្នុងទីផ្សារស្រុកខ្មែរយើងហើយ8លេខ8ហ្នឹងគឺដៃប្រហែលជាងលេខដៃ25មីលីម៉ែត្រនៅទីផ្សារស្រុកខ្មែរយើងប្រហែលហ្នឹងអញ្ចឹងដៃនៅចន្លោះហ្នឹងគឺយើងប្រើដុំបាល់របស់វានេះមានទីដៃម៉ែត្រនេះគឺ 6dB ណា 6dB ហើយដែលឡែកប្រវែងនេះប្រវែងនេះគឺ 12dB អញ្ចឹងមានន័យថាបើយើងគិតទៅបើយើងចាក់ម៉ែត្រមើលជាក់ស្ដែងក្នុងការអនុវត្តការឋានយើងចាក់ម៉ែត្រចាប់ពីនេះមកដល់កន្លែងនេះគឺវាមិនត្រឹមតែ 12dB ទេមែនទេវាមិនត្រឹមតែ 12dB ទេគឺវាមានរហូតដល់ទៅបើយើងគិតមើលអានេះវាដុំបាល់របស់វានេះគឺ 6dB អញ្ចឹងបើពាក្យកណ្ដាលនេះដោយសារនេះយើងគិតនេះប្រវែងនេះគឺយើងគិតដល់ពាក្យកណ្ដាលនៃដុំបាល់នេះហើយយើងមើលទៅមកកណាត់នេះទៀតអញ្ចឹងវាស្មើនឹងអានេះចែក2មែនអត់អញ្ចឹងវាស្មើ 6dB ចែក2វាស្មើនឹង 3dB អញ្ចឹងបើយើងគិតទៅយើងបាន 12dB បូកជាមួយនឹង6ណា 6dB ចែកជាមួយ2អញ្ចឹងយើងបាន3បូក12យើងបាន 15dB អូខេអញ្ចឹងបើយើងចាប់ពីនេះមកដល់នេះគឺយើងបាន 15dB ដោយសារតែអីគេបានខ្ញុំនិយាយអញ្ចឹងដោយសារតែនៅពេលដែលយើងយកម៉ែត្រទៅចាក់ជាក់ស្ដែងយើងអាចចាក់ម៉ែត្រពីនេះមកទៅនេះបានទេមែនទេបើយើងចង់យក 12V ពីនេះមកនេះយើងចាក់ម៉ែត្រទៅយើងអត់ច្បាស់វាអត់សក្រិតអញ្ចឹងចង់យើងម៉ែត្ររបស់យើងទៅចាក់ដល់នេះឬចាក់ដល់នេះដែរអញ្ចឹងបើយើងចង់ចាក់ដល់នេះយើងត្រូវបូកជាមួយនឹង dB មួយទៀតអញ្ចឹងបូកជាមួយ dB មួយទៀតវាបាន 15dB ហើយបូកជាមួយនឹង dB មួយទៀតអញ្ចឹងវាស្មើនឹង 16បើយើងចាក់ពីនេះមកដល់នេះអញ្ចឹងសរុបចុងក្រោយអាស្រ័យទៅលើយើងចាក់ម៉ែត្រនេះបើសិនយើងចាក់ម៉ែត្រពីនេះដល់ទៅនេះគឺតែ 12V ទេតែនេះ 12dB ទេក៏ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងយើងចាក់មកដល់ត្រឹមនេះយើងរក reference ចាក់ឲ្យជាក់លាក់វាអត់មានអញ្ចឹងចង់យើងចាក់ពីនេះមកដល់នេះដែរអញ្ចឹងនៅពេលដែលយើងចាក់ពីនេះមកដល់នេះប្រវែងដែលយើងចង់បានគឺមិនមែន 12dB ទេគឺ 15dB បើយើងចាក់មកដល់ខាងគល់នេះបំផុតខាងក្រៅនេះបំផុតគឺឡើង 16dB ហើយអញ្ចឹងសរុបមកវិញវាអាស្រ័យទៅលើយើងចាក់ម៉ែត្រទេបើយើងចាក់ម៉ែត្រដល់ខាងក្រៅគឺយើងយក 16dB អញ្ចឹង standard hook របស់យើងពីនេះបើសិនករណីយើងចាក់នៅក្នុងជាក់ស្ដែងទៅពេលយើងចាប់ជាក់ស្ដែងបើយើងចាប់ដូចករណីខ្ញុំចាប់ដៃមិនសិនហើយនេះគឺមិនមែន 12dB ទេគឺវាស្មើនឹង 16dB បាទប្រហែលហ្នឹង